អូខេអ្នកគ្នាជួយជាមួយ MKC ម្ដងទៀតជាមួយនឹងការសម្រាប់រឿងអន្តរស្នេហ៍ Mafia របស់យើងជាមួយនឹងភាពបន្តតែមុននឹងចូលទៅកាន់ផ្ទៃរឿងមួយនេះខ្ញុំចង់ផ្ដាំផ្ញើទៅកាន់អ្នកដែលគាត់តាមដានខ្ញុំនៅក្នុង page YouTube គឺគាត់បាត់ភាគគាត់រកភាគ2ឬក៏ភាគ4នឹងអត់ឃើញអ្នកនរគ្នាចូលទៅមើលនៅក្នុង story YouTube ឬក៏ចូល page ខ្ញុំហ្មងទៅគឺឃើញហើយមានអាពាក្យមួយដែលគេដាក់ថា story អ្នកនរគ្នាចុចកន្លែងហ្នឹងគឺមានឃើញភាគ2និងភាគ4ហ្នឹងហើយដោយសារតែខ្ញុំផុសទៅគឺវា load ទៅហ្នឹងហ្មងអ្នកនរគ្នាដោយសារតែនាទីខ្លីអូខេឥឡូវដំណឹងដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅកាន់សេចក្ដីជាបន្តទៀតកូនរីកបានសួរទៅកាន់កូនដេវីតហ្នឹងទៅថាមានរឿងអីកើតឡើងបានជាទៅមានរឿងមួយគេបែបហ្នឹងហើយឯងទៅមានសត្រូវជាមួយអ្នកណាគេទៀតហើយមែនកូនថាក៏ប្រាប់ថាយើងក៏មិនដឹងដូចគ្នាដោយសារតែសត្រូវរបស់យើងគឺមានច្រើនណាស់យើងមិនចាំទេថាអ្នកណាគេចង់សម្លាប់យើងនោះប៉ុន្តែឯងកុំបារម្ភអីរឿងហ្នឹងយើងអាចចាត់ការបានអ្នកដែលហ៊ានបំពេញយើងច្បាស់ណាស់ពួកវាច្បាស់ជាមិនចង់មានជីវិតរស់មើលពិភពលោកនេះទៀតទេនៅពេលដែលនិយាយចឹងហើយកូនរីក៏បានយល់ដែរថាកូនថែហ្នឹងគឺចង់មានន័យបែបម៉េចដោយសារពួកគេហ្នឹងគឺជាមិត្តភក្តិនឹងគ្នាគឺយល់ចិត្តខ្លាំងគ្នាណាឥឡូវសាច់របស់យើងបានកាត់មកនៅក្នុងហាងកាហ្វេមួយកន្លែងគឺគេបានបង្ហាញពីកូនដេវីតរបស់យើងដែលបានមកណាត់ជួបជាមួយនឹង best friend របស់គេនៅក្នុងហាងកាហ្វេណាចង់ប្រាប់ថា best friend របស់គេហ្នឹងគឺជាកូនសាក់របស់យើងនឹងឯងពេលហ្នឹងកូនសាក់ក៏ទៅដដែលចូលមកដែរក៏បានឃើញថាកូនដេវីតរបស់យើងកំពុងតែអង្គុយចាំមកក៏បានសុំទោសទៅកាន់ best friend ខ្លួនទៅថាសុំទោសដែលឲ្យចាំយូរបែបនេះតែគឺយើងមានការងាររវល់ពិតមែនពេលហ្នឹងកូនដេវីតក៏តបថាមិនអីទេយើងក៏ទៅតែម្ដងដូចគ្នាហ្នឹងអូហើយនិយាយអញ្ចឹងថាការងាររបស់ឯងទៅតែបើកសភៅហ្នឹងយ៉ាងម៉េចដែរកូនសាក់ក៏បាននិយាយទៅថាគឺវាមិនតន់រលូននោះទេការងាររបស់យើងទៅតែបើកហ្នឹងគឺថាមានរឿងត្រូវដោះស្រាយច្រើនណាស់ហើយនិយាយចឹងឯងហៅយើងមកនៅក្នុងថ្ងៃហ្នឹងគឺចង់មានរឿងអីប្រាប់យើងហ្មងពេលណាកូនដេវីតក៏បានចូលសាច់ការទៅគឺបានស្នើសុំទៅកាន់កូនសាក់ហ្នឹងថាចង់ឲ្យកូនសាក់របស់យើងហ្នឹងមកធ្វើការជាមួយនឹងខ្លួនដោយសារតែឥឡូវហ្នឹងគឺលេខារបស់ខ្លួនហ្នឹងដាក់ពាក្យលាឈប់ហើយដោយសារតែគេហ្នឹងត្រូវទៅមើលប្រពន្ធរបស់គេហ្នឹងគឺឆ្លងតលេអញ្ចឹងណាកូនសាក់លើអញ្ចឹងក៏បានតាក់ទើទៅដោយសារតែគេអត់ចេះទេអាខាង business អីហ្នឹងពេលណាកូនដេវីតរបស់យើងនេះក៏បានអង្វរទៅកាន់មិត្តភក្តិរបស់ខ្លួនទៅថាឲ្យជួយតិចមកបើសិនជាអាចជួយទេគឺយើងដឹងតែពិបាកហើយចំណែកឯកូនសាក់របស់យើងលើតែ best friend ខ្លួនអង្វរលន់តួអញ្ចឹងគឺអត់ដាច់ចិត្តទេក៏យល់ព្រមអូខេជួយតែម្ដងហើយទស្សនវិជ្ជាដែលកូនស្រីរបស់យើងមកណាត់ជួបគ្នានៅកន្លែងហាងកាហ្វេហ្នឹងក៏ត្រូវបានកូនចៅរបស់កូនរីករបស់យើងនេះគឺថាតាមដានឃើញទាំងអស់ហើយក៏បានរាយការណ៍រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់កូនរីករបស់យើងឲ្យបានដឹងកូនរីកក្រោយពីដឹងហើយគឺថាខឹងឡើងហុយផ្សែងយើងតាមតាជីអើយគ្នាយើងអើយគេវាថាប្រច័នហួងហែងណាព្រោះចង់ឲ្យប្រដតីប៉ះពាល់អូនឬក៏មកណាត់ជួបគ្នាជាមួយនឹងអូនទេនិយាយពីថាស្រឡាញ់គេណាអ្នកគ្នាចាប់ផ្ដើមលងស្រឡាញ់កូនស្រីរបស់យើងហើយហួងហែងខ្លាំងណាពេលនោះក៏បានបញ្ញាចេញមកខាងក្រៅហ្នឹងគឺថាមកជួបកូនស្រីរបស់យើងនៅហាងកាហ្វេហ្នឹងឯងពេលដែលមកដល់គឺថាកាន់តែក្តៅទៀតហើយដោយសារតែមកអត់តាន់កូនស្រីយើងទេព្រោះកូនស្រីយើងចេញទៅបាត់ហើយពេលនោះគឺមានជាការខឹងរត់តែខ្លាំងទៀតហើយក៏បាននិយាយនៅក្នុងចិត្តតែម្នាក់ឯងថាចាំមើលណាដឹងគ្នាជាមិនខាននោះទេឯងហ៊ានមកណាត់ជួបជាមួយនឹងប្រុសដតីនៅពីក្រៅក្នុងរបស់យើងផងអីយ៉ាអ្នកទាំងអស់គ្នាមើលទៅកូនស្រីរបស់យើងរួចខ្លួនអត់ទេមើលទៅអាបងខឹងខ្លាំងណាស់ពេលនេះបន្ទាប់ពីនោះខ្សែរឿងបានកាត់មកនៅក្នុងផ្ទះរបស់កូនសាក់របស់យើងកូនសាក់បានត្រឡប់មកវិញក៏បានរៀបចំរៀបនឹងងុយទឹកក៏ស្រាប់តែមានគេនឹងមកចិត្តកណ្ដឹងមុខផ្ទះពេលហ្នឹងកូនសាក់របស់យើងក៏ដើរទៅបើកទ្វារទៅដោយចង់ដឹងថាអ្នកណាគេមករកអីស្មានហ្នឹងចឹងណាប៉ុន្តែពេលដែលបើកទ្វារមកគឺថាកូនរីករបស់យើងនេះចេញមុខមកគឺថាមុខឡើងមាំតែម្ដងពេលហ្នឹងកូនស្រីរបស់យើងក៏រៀងភាំងដែរក៏បានសួរទៅកាន់គេហ្នឹងទៅថាមករកខ្ញុំមានការអីហេតុអីបានជាឯងស្គប់តែរបស់ខ្ញុំពេលហ្នឹងកូនរីរបស់យើងក៏បានទៅបង្វិញថាហេតុអីបានយើងមិនស្គប់តែប្រពន្ធរបស់ខ្លួនឯងពេលលឺអញ្ចឹងកូនសាក់របស់យើងប្រកែកណាក៏និយាយថាអ្នកណាប្រពន្ធរបស់ឯងឆាប់ចេញទៅវិញទៅនេះខ្ញុំត្រូវការងុយទឹកនៅពេលអញ្ចឹងកូនរីយើងក៏បានសម្លឹងមើលមុខអូនណាពីលើដល់ក្រោមពីក្រោមឡើងលើហ្មងពេលហ្នឹងគឺថាកូនស្រីរបស់យើងមកលអៀនមុខឡើងក្រហមហ្មងណាពេលហ្នឹងក៏បានស្ដីឲ្យទៅកាន់គេថាលោកអីគ្មានមារយាទទេអីមិនបានចេះសម្លឹងមើលគេអញ្ចឹងឆាប់ចេញទៅវិញទៅខ្ញុំត្រូវការពេលផ្ទាល់ខ្លួនរបស់ខ្ញុំលោកក៏មករំខានខ្ញុំបានអត់ពេលណាកូនរីរបស់យើងគឺអត់មានខ្វល់ទេគឺបានបញ្ជ្រាបខ្លួនចូលទៅក្នុងបន្ទប់នឹងដែរកូនស្រីរបស់យើងនេះគឺដេញអត់ទៅទេណាគ្នាអើយនិយាយថាមុខក្រាស់ដែរហ្នឹងពេលហ្នឹងក៏បាននិយាយថាយ៉ាងម៉េចឯងធ្វើអីខ្លះហេតុអីបើឯងមិនដឹងពេលហ្នឹងកូនស្រីរបស់យើងក៏បានសួរថាធ្វើស្អីខ្ញុំបានធ្វើស្អីប៉ះពាល់ដល់ឯងមែនពេលហ្នឹងកូនសាក់របស់យើងសួរគេក៏បានសម្លឹងមុខគេទៀតទៅឆ្ងល់ហ្មងណាគ្នារបៀបថាអត់ដឹងថាខ្លួនឯងធ្វើអីខុសហេតុអីបានជាគេត្រូវមករករឿងខ្លួនហើយខ្លួនឯងត្រូវជាអីគេប៉ុណ្ណាកូននេះក៏បានតបវិញថាអូហើយការវិធានមិនឯងតណាត់ជួបអ្នកណាគេហេតុអីបានឯងមិនប្រាប់យើងផងព្រោះអញ្ចឹងកូនស្រីរបស់យើងក៏ដឹងហើយថាមូលហេតុមកពីអីបានគេមករកខ្លួនដល់បន្ទប់អញ្ចឹងណាក៏បានតបថាហើយខ្ញុំចង់ទៅជួបអ្នកណាឬក៏ទៅណាមកណាត្រូវរីការប្រាប់ឯងដែរមិនមែនថាខ្ញុំត្រូវជាអីនឹងឯងម៉ែកុំប្រាប់ណាថាគ្រាន់តែឯងបាននៅជាមួយយើងម្ដងសោះឯងមានសិទ្ធចង់មកទៀមទាសិទ្ធលើសពីនេះគឺអត់បានទេព្រោះអញ្ចឹងកូនរីក៏បានសើចមកតែម្ដងថាត្រូវហើយឬមួយក៏ឯងគិតថាមិនមែននេះយើងបានពេលហ្នឹងកូនស្រីរបស់យើងគឺថារកដៃទៅខ្ទប់មកគេនឹងក៏បាននិយាយថាឈប់និយាយលោកឯងហ៊ានតែនិយាយទៀតខ្ញុំនឹងសម្លាប់លោកចោលហើយ
ពេលហ្នឹងកូនប្រុសរបស់យើងមានជាការឌឺខ្លាំងមែនតើដកដៃអូនចេញពីមាត់ខ្លួនហើយក៏បាននិយាយឌឺដល់ទៀតថាសម្លាប់នេះឯងហ៊ានសម្លាប់ប្តីខ្លួនឯងដែរហ៎អូនិយាយថាកូនអត់ចាញ់ទេណោះគ្នា